ឥឡូវយើងមកបន្តមេរៀនរបស់យើងបន្តទៅទៀតមកដល់ពាក្យថាសិលដែលបុគ្គលបានរក្សាឲ្យបរិសុទ្ធហើយរមែងបានអានិសង្ស5ប្រការដទៃទៀតគឺ1. អបមាទាធិករណੰមហន្តੰភោគខន្ធੰអធិគាឆន្តិអ្នកមានសិលរមែងបានជួបប្រទះនៅគំនរភោគយ៉ាងច្រើនព្រោះមានសេចក្តីមិនប្រមាទជាហេតុ 2. កល្យាណោកេតេសត្តោអភោគឆន្តិកេតសព្ទដ៏ល្អរមែងណាស់រមែងសានលឺរមែងលឿនលឺខ្យល់ខ្ចាយ ទី 3. វិសារតោអបសង្កមតិអសង្កុភូតោអមង្គុភូតោឡំមិញសូត្រខុសអមង្គៈភូតោអ្នកមានសិលចូលទៅកាន់ចំណោមបរិស័ទណារមែងឃ្លាវខ្លាអង្គអាចមានមុខមិនមានមុខសំយង ទី 4. អសមូលហោកាលੰករោតិសម្រាប់ពអសមូលហោកាលੰករោតិអ្នកមានសិលរមែងមិនវង្វេងនៅពេលស្លាប់ ទី 5. កាយសៈទេទាបហរមណាសុកតੰសក្គាំងលោភៈបន្ទាប់ពីបែករាងកាយស្លាប់ទៅរមែងទៅកាន់សុគតិសួគ៌ទេវលោកសេចក្តីប្រាថ្នាដែលតាំងនៅក្នុងចិត្តអ្នកមានសិលបរិសុទ្ធរមែងបានសេចក្តីរមែងបានសម្រេចដោយបំណងសូមអនុមោទនា